Espressona signora, con il suo charme, una vera dadora. ផាត់មុខបែប espresso ណា Sinora អើយទាំងអស់គ្នាល្បីពេញ TikTok ហ្មងគឺ make up ពណ៌ espresso ពណ៌កាហ្វេហ្នឹងឯងតើគ្នាគិតមិនដែរអ្នកធ្លាប់មើល TikTok ខ្ញុំដឹងឯងខ្ញុំធ្វើតែ make up ពណ៌សូកូឡាចឹងតាំងយូរមកហើយណាដល់ពេលគេល្បីអា espresso ណា Sinora ហ្នឹងឯងទៅល្បីទៀតតើចឹងសម្រាប់ចាំខ្ញុំគូដូចខ្ញុំរត់ដងចឹងគឺកោងឲ្យរៀងខ្មៅរៀងដិតចឹងណាបើមានអារម្មណ៍ថាចាំគូរៀងបតាឲ្យរៀងអត់ស្អាតនេះអាចយក concealer ដើម្បីមកកណ្ដាត់ត្រេងចាំយើងមកតង់ទៀតដូចខ្ញុំធ្វើចឹងហើយមកយក concealer ផាត់ឲ្យពេញតបភ្នែកមកដើម្បីយើងដាក់ពណ៌អីនៅលើភ្នែកយើងចេញពណ៌ហ្នឹងមក eyeshadow ប្រកាសណាត្រូវតែពណ៌សូកូឡាថាខ្ញុំបន្ថែម bling bling ឲ្យវាមើលទៅរៀងរបៀបរៀង glam look តិចចឹងម្ដងនេះមិនរបៀបសូកូឡាស្ងួតទេគឺសូកូឡាមាន bling bling ហើយហុំភ្នែកវិញក្រាបប៉ុណ្ណាដាក់ប៉ុណ្ណឹងមកឲ្យមើលទៅវាឃើញឆ្វាច់ឃើញដិតភ្នែកយើងស្អាតហើយឃើញទេមុខខ្ញុំលាប skin care ហើយណាបើដាក់ម្សៅស្អិតមកម៉ត់ស្អាតចឹងហើយម្សៅស្អិតក៏ខ្ញុំយកពណ៌បែបរៀងមើលមក yellow tone ដែររបៀប warm tone ខ្លាំងហ្មងដើម្បីឲ្យវាស៊ីជាមួយ espresso Sinora ហ្នឹងទៅខ្ញុំយកជក់មកពីមុខឲ្យមើលទៅសប់ស្មើសាច់ហើយខ្ញុំប្រើជាមួយប៉ុងដើម្បីឲ្យវាម៉ត់ស្អាតទៀតចោលតែ bronzer ដើម្បីឲ្យមុខយើងមើលមក warm up ពណ៌សូកូឡាមកគៀមសងខាងខ្ទង់ច្រមុះជាមួយនឹងថ្ងាសក៏ចោលអត់បានដែរ concealer ក្រោមភ្នែកថ្ងាសជាមួយចង្កាព្រោះអញ្ចឹងឃើញមុខយើង warm up ហើយ concentrate នៅចំកណ្ដាលកន្លែងដែលខ្ញុំដាក់ concealer គឺខ្ញុំប្រើប៉ុងដើម្បីដាក់ម្សៅតប់ទៅលើ line ដើម្បីឲ្យវាភ្លឺហើយជាប់ម្សៅបានយូរបើកន្លែងផ្សេងវិញខ្ញុំយកជក់មកបោះធម្មតាតោះមកខ្ញុំប្រើ bronzer ជាប្រភេទហុយម្ដងដើម្បីឲ្យកាន់តែឲ្យពណ៌មុខហ្នឹងមើលទៅ warm ជាងមុនទៀតហើយពណ៌ blush វិញគឺខ្ញុំប្រើពណ៌ brown ហ្មងឬក៏ប្រើពណ៌បែបរៀងបែកទឹកក្រូចបន្តិចក៏បានពណ៌បែកក្រហមបន្តិចក៏បានដែរឲ្យតែក្នុងប្រភេទ warm tone ណាតែបើខ្ញុំប្រើនេះគឺក្រហមបែក brown ហើយយកពណ៌ដែលយើងផាត់ភ្នែកហ្នឹងមកដាក់ក្រោមភ្នែកដើម្បីឃើញភ្នែកស្លាត់ទៀនគូភ្នែកខ្ញុំអត់ប្រើខ្មៅខ្ញុំប្រើពណ៌សូកូឡាហ្មងតែ mostly នៅលើមុខខ្ញុំគឺពណ៌ brown សុទ្ធហើយឡើងតែចាំហុំភ្នែកទេហើយបើច្បាស់ជាងគេគឺក្រែមនេះមកពណ៌ mocha ពណ៌សូកូឡាចំ Oh my god តើអ្នកគ្នាគាត់តែប៉ុណ្្នឹងចេញ espresso មកដែរ espresso ណា Sinora make up របស់ខ្ញុំអ្នកនរគ្នាអាចមកបន្ទុកពី1ដល់10ខ្ញុំ make up នឹង iconic របស់ខ្ញុំខ្ញុំស្រឡាញ់ខ្លាំង10លើ10វីដេអូក្រោយចង់មើលអីទៀតប្រាប់ផងណាបាយបាយ